អន្តរជាតិ Update Today សូមស្វាគមន៍រុស្ស៊ីប្រើប្រាស់មីស៊ីលកូរ៉េខាងជើងវាយប្រហារសន្ធាប់លើអ៊ុយក្រែនបណ្ដាលឲ្យស្លាប់មនុស្ស7នាក់យោងតាមមន្ត្រីអ៊ុយក្រែនបានដឹងថានៅពេលថ្មីនេះរុស្ស៊ីបានប្រើប្រាស់មីស៊ីលដែលយកមកពីកូរ៉េខាងជើងមកវាយប្រហាររោងចក្រផលិតដែកថែប Zaporizhzhia នៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនបណ្ដាលឲ្យកម្មករចំនួន7នាក់បាត់បង់ជីវិតនិងមនុស្សយ៉ាងតិច24នាក់ផ្សេងទៀតរងរបួសប្រភពពី Reuters បានបន្តថាការវាយប្រហារនេះបានកើតឡើងស្របពេលដែលកម្មករកំពុងធ្វើដំណើរទៅកាន់ទីជម្រកសុវត្ថិភាពហើយផលិតកម្មនៅរោងចក្រដែកថែបដ៏សំខាន់នោះត្រូវបានផ្អាកការវាយប្រហារទាំងនេះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះផងដែររួមទាំងអគារលំនៅឋានចំនួន4កន្លែងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថារុស្ស៊ីបានប្រើប្រាស់មីស៊ីលបាល់ស្ទិករបស់កូរ៉េខាងជើងរួមជាមួយនឹងមីស៊ីលល្បឿនលឿនជាងសម្លេង Zircon របស់រុស្ស៊ីនិងប្របែកបញ្ជាក្នុងការវាយប្រហារនោះមន្ត្រីទីក្រុងមូស្គូមិនទាន់បានបញ្ជាក់អំពីការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងនៅឡើយទេប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបាននិយាយថារោងចក្រដែកថែបរបស់អ៊ុយក្រែននោះបានផលិតសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធាហើយទន្ទឹមគ្នានោះរុស្ស៊ីក៏បានវាយប្រហារលើរោងចក្រដឹកជញ្ជូន Nova Pochta របស់ទីក្រុងគៀវផងដែររីឯកងកម្លាំងអ៊ុយក្រែនក៏បានបើកការវាយប្រហារដោយយន្តហោះដ្រូននៅក្នុងប្រទេសរុស្ស៊ីដូចគ្នារួមទាំងការវាយប្រហារទៅកាន់ទីក្រុង Nizhny-Khem ដោយបានសម្លាប់មនុស្ស13នាក់និងបង្កការខូចខាតដល់រោងចក្រចម្រាញ់ប្រេងចំនួន1កន្លែងផងដែរលោក Zelensky បាននិយាយថាការវាយប្រហារចុងក្រោយបំផុតរបស់រុស្ស៊ីបានបង្ហាញថាទីក្រុងមូស្គូកំពុងត្រៀមខ្លួនសម្រាប់ការបង្កើនការវាយប្រហារធំជាងនេះដោយគ្មានគិតគូរអំពីសន្តិភាពឡើយដូច្នេះអំពាវនាវឲ្យសម្ព័ន្ធមិត្តជួយផ្ដល់ខែលការពារដែនអាកាសជាបន្ទាន់អាមេរិកនិងអ៊ីរ៉ង់ផ្លាស់ប្ដូរលក្ខខណ្ឌក្នុងកិច្ចចរចាដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានផ្លាស់ប្ដូរលក្ខខណ្ឌទាមទារថ្មីរៀងៗខ្លួននៅក្នុងការចរចាពាក់ព័ន្ធនឹងការបើកច្រកសមុទ្រហ័រមូសឡើងវិញនាំឲ្យអន្តរជាតិព្រួយបារម្ភថាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមរយៈពេល5ខែនេះអាចត្រូវបានពន្យាពេលកាន់តែយូរបន្ថែមទៀតអ៊ីរ៉ង់បាននិយាយថាខ្លួនកំពុងចរចាជាមួយអូម៉ង់លើលក្ខខណ្ឌថ្មីសម្រាប់ការគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រខណៈដែលសហរដ្ឋអាមេរិកនិយាយថាខ្លួននឹងចូលរួមដោយផ្ទាល់នៅក្នុងការពិភាក្សានោះច្រកសមុទ្រនេះគឺជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់មួយដែលពីមុនបានដឹកជញ្ជូនប្រេងនិងឧស្ម័នធម្មជាតិរាវប្រហែល 1/5 នៅទូទាំងពិភពលោកប្រធានាធិបតីអាមេរិកលោក Donald Trump បានទាមទារឲ្យអ៊ីរ៉ង់បង់ប្រាក់សំណងសម្រាប់ការស្លាប់និងការខូចខាតដោយសារតែចំនួនរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះលោកក៏បានអំពាវនាវឲ្យមានសំណងចំពោះការបាត់បង់ជីវិតមនុស្សសម្រាប់ប្រទេសដូចជាលីបង់ សេរី យេម៉ែននិងតំបន់កាហ្សាផងដែរយ៉ាងណាក៏ដោយអ៊ីរ៉ង់បានកំណត់លក្ខខណ្ឌជាច្រើនសម្រាប់ការបើកច្រកសមុទ្រឡើងវិញរួមទាំងការបញ្ចប់ការគំរាមកំហែងការបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកការដកទណ្ឌកម្មនិងការបញ្ឈប់សកម្មភាពបិទផ្លូវទឹកពីសំណាក់កងកម្លាំងជើងទឹកអាមេរិកសំណងសម្រាប់ការខូចខាតក្នុងសង្គ្រាមនិងទម្លាក់ទ្រព្យសម្បត្តិបង្កក់មកឲ្យអ៊ីរ៉ង់វិញដោយគ្មានលក្ខខណ្ឌលក្ខខណ្ឌទាមម្ដងហើយម្ដងទៀតបានធ្វើឲ្យការចរចាបញ្ចប់សង្គ្រាមមានការលំបាកខ្លាំងដោយអ្នកវិភាគបាននិយាយថាភាគីទាំងពីរនៅតែប្រកាន់ចំហតឹងតែងដាក់គ្នាអ៊ីរ៉ង់និងអូម៉ង់និយាយថាការចរចាលើការបង្កើតផ្លូវដឹកជញ្ជូនថ្មីឆ្លងកាត់ច្រកសមុទ្រហ័រមូសជិតដល់ដំណាក់កាលចុងក្រោយហើយប៉ុន្តែការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងបន្តជាប់គាំងនៅឡើយដរាបណាបញ្ហាច្រកសមុទ្រហ័រមូសនៅតែមិនទាន់និយាយត្រូវគ្នានៅឡើយលីបង់ក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ាដែលសម្រេចលុបចោលច្បាប់ប្រហារជីវិតថ្មីនេះសភាលីបង់បានបោះឆ្នោតលុបចោលច្បាប់កាត់ទោសប្រហារជីវិតនាំឲ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅតំបន់មជ្ឈិមបូព៌ាដែលសម្រេចលុបចោលច្បាប់នេះជាផ្លូវការប្រភពពីសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធនេះបានបន្តថាអ្នកដែលត្រូវបានចាប់ប្រកាន់ពីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរដូចជាករណីឃាតកម្មភេរវកម្មនិងចារកម្មនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារនិងធ្វើពលកម្មលំបាកអស់មួយជីវិតវិញប្រទេសលីបង់មិនបានអនុវត្តទោសប្រហារជីវិតចាប់តាំងពីឆ្នាំ2004មកម្ល៉េះទោះបីជាពេលខ្លះតុលាការប្រទេសនេះសម្រេចកាត់ទោសប្រហារជីវិតចំពោះជនល្មើសមួយចំនួនក៏ដោយរដ្ឋមន្ត្រីក្រសួងយុតិធម៌លោក Adel Nazar បានលើកឡើងថានេះគឺជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រគណៈដែលអង្គការសហប្រជាជាតិសហភាពអឺរ៉ុបបារាំងនិងក្រមសិទ្ធិមនុស្សបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះក្រៅពីនេះលោក Volker Turk ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានជំរុញឲ្យប្រទេសដទៃទៀតនៅក្នុងតំបន់ដែលនៅអនុវត្តទោសប្រហារជីវិតយកគំរូតាមប្រទេសលីបង់ផងដែរការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានយុទ្ធនាការជាង2ទសវត្សរ៍ដោយសកម្មជននិងក្រមសិទ្ធិមនុស្សលីបង់ រ
វិធានការនេះគឺស្របពេលដែលប្រទេសផ្សេងទៀតនៅក្នុងតំបន់រួមទាំងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបន្តអនុវត្តទោសប្រហារជីវិតខណៈដែលប្រទេសហ្សុកដានីថ្មីនេះទើបនឹងអនុវត្តច្បាប់ប្រហារជីវិតឡើងវិញផងដែរក្រោយផ្អាកអស់រយៈពេល79ឆ្នាំសូមអរគុណចំពោះការតាមដានព័ត៌មានអន្តរជាតិ Update Today